សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អាចកំបាំងនៃភាពជោគជ័យថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលមើលទៅសាមញ្ញប៉ុន្តែវាមានឥទ្ធិពលខ្លាំងបំផុតលើសន្តិភាពផ្លូវចិត្តនិងភាពជោគជ័យនៃជីវិតយើងនោះគឺសិល្បៈនៃការរក្សាអាចកំបាំងផ្ទាល់ខ្លួនឬការមិនប្រាប់គេគ្រប់រឿងអំពីអ្នកហេតុអ្វីបានជាយើងចូលចិត្តនិយាយពីរឿងខ្លួនឯងតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាយើងមានអារម្មណ៍ចង់ប្រាប់គេពីគម្រោងថ្មីចង់ប្រាប់គេពីអ្វីដែលយើងទើបតែទិញបានឬចង់បង្ហាញពីបញ្ហាដែលយើងកំពុងជួបតាមចិត្តសាស្ត្រនៅពេលយើងនិយាយពីរឿងខ្លួនឯងខួរក្បាលរបស់យើងបញ្ចេញសារធាតុមួយយ៉ាងហៅថាដូប៉ាមីនវាជាសារធាតុដែលធ្វើឲ្យយើងមានក្តីសុខការនិយាយរឿងខ្លួនឯងធ្វើឲ្យយើងមានអារម្មណ៍ថាយើងសំខាន់និងយើងត្រូវបានគេទទួលស្គាល់បញ្ហានៃយុគសម័យ Digital ប៉ុន្តែក្នុងយុគសម័យ Social Media នេះយើងហាក់ដូចជាកំពុងស្ថិតក្នុងការប្រកួតប្រជែងគ្នាបង្ហាញជីវិតយើងបង្ហោះអ្វីដែលយើងញ៉ាំកន្លែងដែលយើងទៅនិងសូម្បីតែអារម្មណ៍ដែលយើងកំពុងខឹងសម្បាប៉ុន្តែសំណួរគឺតើយើងកំពុងគ្រប់គ្រងព័ត៌មានឬព័ត៌មានកំពុងគ្រប់គ្រងយើងការដែលមនុស្សគ្រប់គ្នាដឹងពីចលនារបស់អ្នកវាមិនមែនជាការបើកចំហទេតែវាគឺជាការដាក់ខ្លួនឲ្យស្ថិតក្នុងហានិភ័យមូលហេតុដែលត្រូវរក្សាភាពសម្ងាត់ទី1កុំប្រាប់ពីគោលដៅធំ Silence your goals មានការសិក្សាមួយពីសាកលវិទ្យាល័យ NYU បានបង្ហាញថាមនុស្សដែលនិយាយពីគោលដៅរបស់ខ្លួនឲ្យអ្នកដទៃដឹងមុនពេលធ្វើវាភាគច្រើននឹងមិនសម្រេចវាបានទេហេតុអ្វីព្រោះនៅពេលអ្នកប្រាប់គេថាខ្ញុំនឹងបើកអាជីវកម្មឬខ្ញុំនឹងប្រឡងយកលេខ1ហើយគេសរសើរអ្នកខួរក្បាលអ្នកនឹងយល់ច្រឡំថាអ្នកសម្រេចវាបានរួចទៅហើយវាធ្វើឲ្យអ្នកបាត់បង់កម្លាំងរុញច្រានពិតប្រាកដដូច្នេះចូលឲ្យជោគជ័យរបស់អ្នកជាអ្នកបញ្ចេញសម្លេងជំនួសអ្នកវិញទី2មិនមែនគ្រប់គ្នាសុទ្ធតែមានបំណងល្អយើងត្រូវទទួលស្គាល់ការពិតដ៏ជូរចត់មួយមិនមែនគ្រប់គ្នាដែលញញឹមដាក់អ្នកសុទ្ធតែចង់ឃើញអ្នកបានល្អជាងគេនោះទេការប្រាប់ពីចំណុចខ្សោយឬរឿងសម្ងាត់ប្រៀបដូចជាការហុចផែនទីទៅឲ្យសត្រូវដើម្បីឲ្យគេដឹងថាត្រូវវាយប្រហារអ្នកត្រង់ណារក្សាអាវុធនិងរបាំងការពាររបស់អ្នកឲ្យជាប់តាមរយៈការមិននិយាយច្រើនពេកទី3រឿងរ៉ាវក្នុងគ្រួសារនិងស្នេហារឿងចំនួនរវាងប្តីប្រពន្ធឬបញ្ហាជាមួយឪពុកម្ដាយគឺជាថាមពលអវិជ្ជមានដែលមិនគួរយកទៅចែកចាយឡើយនៅពេលអ្នកនិយាយរឿងមិនល្អពីគ្រួសារប្រាប់អ្នកដទៃមិនបានមកជួយដោះស្រាយទេគេគ្រាន់តែមកស្ដាប់ដើម្បីកម្សាន្តឬយកទៅនិយាយបន្តប៉ុណ្ណោះពេលអ្នកត្រូវរើគ្នាវិញអ្នកដទៃនៅតែចងចាំរូបភាពអាក្រក់នៃគ្រួសារអ្នកដដែលទី4កម្រិតនៃទ្រព្យសម្បត្តិនិងប្រាក់ចំណូលលុយកាក់អាចនាំមកនៅមិត្តភ័ក្តិតែវាក៏នាំមកនៅថ្មាតផងដែរបើអ្នកប្រាប់ថាមានច្រើនគេនឹងមកសុំខ្ចីឬច្រណែនបើអ្នកប្រាប់ថាមានតិចគេនឹងមើលងាយដូច្នេះការរស់នៅបែបសាមញ្ញ low profile គឺជាយុទ្ធសាស្ត្ររស់នៅដោយសុខសាន្តបំផុតរបៀបអនុវត្តនិងការជ្រើសរើសមនុស្សសិល្បៈនៃការនិយាយតិច speak less observe more តើធ្វើដូចម្ដេចដើម្បីឲ្យក្លាយជាមនុស្សដែលមានមុនស្នេហ៍ដោយមិនចាំបាច់និយាយច្រើនគឺការធ្វើជាអ្នកស្ដាប់ដ៏ពូកែមនុស្សដែលនិយាយតិចគឺជាមនុស្សដែលគ្រប់គ្រងស្ថានភាពបាននៅពេលអ្នកស្ងប់ស្ងាត់អ្នកអាចមើលឃើញពីចរិតលក្ខណៈពិតរបស់មនុស្សជុំវិញខ្លួនបានច្បាស់ជាងមុនតើអ្នកណាខ្លះដែលយើងអាចទុកចិត្តបានខ្ញុំមិនមែនចង់ឲ្យអ្នកក្លាយជាមនុស្សឯកោដែលមិននិយាយរកអ្នកណានោះទេប៉ុន្តែអ្នកត្រូវមាន inner circle ឬរង្វង់មនុស្សជិតស្និទ្ធបំផុតប្រហែល 2-3 នាក់មនុស្សទាំងនោះត្រូវតែជាមនុស្សដែលធ្លាប់ឆ្លងកាត់ការសាកល្បងពេលវេលាជាមួយអ្នកជាមនុស្សដែលអបអរពេលអ្នកឈ្នះនិងលើកទឹកចិត្តពេលអ្នកចាញ់ក្រៅពីនោះគឺត្រឹមតែជាអ្នកស្គាល់គ្នាប៉ុណ្ណោះមានរឿងនិទានមួយនិយាយពីសត្វបក្សីមួយក្បាលដែលចូលចិត្តហើរបង្អួតសម្រស់និងស្រែកច្រៀងប្រាប់គេពីសម្បុកដ៏មានសុវត្ថិភាពរបស់វា
មិនយូរប៉ុន្មានព្រានព្រៃក៏បានរកឃើញសម្បុកនោះដោយសារតែសំឡេងរបស់វាជីវិតយើងក៏ដូចគ្នាពេលខ្លះសំឡេងរបស់យើងគឺជាអ្នកនាំគ្រោះថ្នាក់មកឲ្យយើងមេរៀនសង្ខេបសម្រាប់ជីវិតមុននឹងបញ្ចប់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចងចាំនៅពាក្យ3ឃ្លា 1. Work in silence ធ្វើការងារដោយស្ងប់ស្ងាត់ 2. Live privately រស់នៅដោយឯកជនភាព 3. Reveal only the results បង្ហាញតែលទ្ធផលបានហើយជីវិតដែលស្ងប់ស្ងាត់មិនមែនជាជីវិតដែលធន់ទ្រាំទេតែវាគឺជាជីវិតដែលពោរពេញដោយសេរីភាពសូមអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃនេះជាមួយខ្ញុំសង្ឃឹមថាប្រធានបទនេះនឹងជួយឲ្យអ្នកមានទស្សនៈថ្មីក្នុងការរស់នៅសូមជួយចុចតាមដាន Subscribe និងចែករំលែកទៅកាន់មិត្តភ័ក្តិជួបគ្នានៅពេលក្រោយជាមួយនឹងប្រធានបទថ្មីៗសូមមានសន្តិភាពក្នុងចិត្តនិងជោគជ័យក្នុងជីវិតសូមអរគុណសូមជម្រាបលា